សូមជម្រាបសួរលោកគ្រូអ្នកគ្រូអស់លោកស្រីសិស្សានុសិស្សដែលអ្នកសិក្សាគ្រប់មជ្ឈដ្ឋានទាំងអស់បាទនៅពេលនេះខ្ញុំមានកិត្តិយសដែលពំនាំនៅប្រធានបទស្ដីអំពីជំនាញតាក់តែងវគ្គបណ្ដុះបណ្ដាលបាទហើយនៅក្នុងជំនាញតាក់តែងវគ្គបណ្ដុះបណ្ដាលនេះដែរគឺផ្ដោតទៅលើរយៈពេលខ្លីគឺយើងផ្ដោតទៅលើរយៈពេល3ថ្ងៃ5ថ្ងៃនិង10ថ្ងៃតែប៉ុណ្ណោះដោយឡែកជំនាញនៃការបណ្ដុះបណ្ដាលនេះគឺមានច្រើនដែលតម្រូវទៅតាមស្ថាប័នឬក៏អង្គភាពជាក់ស្ដែងដោយនៅក្រសួងអប់រំយុវជនកីឡាគេប្រើរយៈពេលវែងមានកម្មវិធីរយៈពេលរហូតដល់1ឆ្នាំអញ្ចឹងការតាក់តែងគឺមានលក្ខណៈមិនដូចគ្នាទេហើយនៅទីនេះដោយសារតែវគ្គខ្លីអញ្ចឹងខ្ញុំក៏មានមាតិកាមួយចំនួនពាក់ព័ន្ធជាមួយនឹងការបណ្ដុះបណ្ដាលអប់រំវគ្គខ្លីៗជូនដល់អង្គពុំមីងជាសិក្ខាកាមដែលអញ្ជើញមកអំពីសហគមន៍បាទអញ្ចឹងមេរៀននេះគឺស្ដីអំពីតាក់តែងវគ្គបណ្ដុះបណ្ដាលបានមាតិកាមានដូចតទៅទី1សេចក្តីផ្ដើមទី2គោលបំណងទី3ជំនាញតាក់តែងវគ្គបណ្ដុះបណ្ដាលបាទ 3.1 មូលដ្ឋានគ្រឹះនៃគ្រោងការវគ្គបណ្ដុះបណ្ដាល 3.2 និយមន័យ 3.3 វិធីសាស្ត្រតាមបែបចូលរួម 3.4 ការបង្កើតកេរ្តិ៍តែការបង្រៀន 3.5 សម្ភារៈឧបទេស 3.6 ករណីសិក្សា 3.7 សេចក្តីសន្និដ្ឋានបាទអញ្ចឹងនៅក្នុងសេចក្តីផ្ដើមនេះជំនាញតាក់តែងវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការគ្រូបង្គោលសម្រាប់បណ្ដុះបណ្ដាលវគ្គខ្លីៗរួមមានក្រុមការវគ្គបណ្ដុះបណ្ដាលការប្រើប្រាស់វិធីសាស្ត្រតាមបែបចូលរួមកិច្ចតែងការបង្រៀនការផលិតសម្ភារៈឧបទេសការសរសេរករណីសិក្សាការសន្និដ្ឋានបញ្ចប់វគ្គដែលជួយដល់សិក្ខាកាមមានសមត្ថភាពជាគ្រូបង្គោលប្រកបដោយវិជ្ជាជីវៈបាទហើយគោលបំណងមាន2គឺទី1គឺការរចនាវគ្គឲ្យមានរចនាសម្ព័ន្ធល្អនិងឆ្លើយតបតាមតម្រូវការបង្កើនសមត្ថភាពអ្នកបង្រៀនឲ្យអាចកំណត់តម្រូវការកំណត់គោលដៅការរៀបចំមាតិកានិងការរៀបចំសកម្មភាពបណ្ដុះបណ្ដាលឲ្យមានតម្លាភាពច្បាស់លាស់និងសមស្របចំណុចទី2គឺអាចបង្កើតវគ្គបណ្ដុះបណ្ដាលដែលមានប្រសិទ្ធភាពនិងអនុវត្តបានពិតផ្ដល់ជំនាញក្នុងការរចនាមេរៀនជាក់ស្ដែងជ្រើសរើសយុទ្ធសាស្ត្របង្រៀនការរៀបចំបរិយាកាសឲ្យមានការចូលរួមខ្លាំងនិងបង្កើតឲ្យមានលទ្ធផលសិក្សាមួយដែលអាចទទួលយកបានបាទចំណុចទី3គឺជំនាញតាក់តែងវគ្គបណ្ដុះបណ្ដាល 3.1 គឺមូលដ្ឋានគ្រឹះនៃក្រុមការវគ្គបណ្ដុះបណ្ដាលបាទអញ្ចឹងនៅក្នុងក្រុមការវគ្គបណ្ដុះបណ្ដាលនេះយើងមាន9សមាសភាពផ្សំគឺសមាសភាពទី1គឺឈ្មោះវគ្គបាទទី2គឺគោលបំណងទី3គោលដៅទី4ចំណងជើងមេរៀនទី5គោលដៅជាក់លាក់នៃមេរៀនទី6ខ្លឹមសារមេរៀនបាទទី7ការជ្រើសរើសវិធីសាស្ត្រទី8វិធីសាស្ត្រឬក៏ឯកសារពាក់ព័ន្ធនិងទី9រយៈពេលហើយខ្ញុំសូមបញ្ជាក់ផងដែរថានៅក្នុងចំណុចទី9រយៈពេលនេះនៅក្នុងវគ្គបណ្ដុះបណ្ដាលវគ្គខ្លីនេះពេលខ្លះក៏គេដាក់អ្នកទទួលខុសត្រូវដោយយើងពង្រីកកលិនមួយទៀតនៅខាងឆ្វេងផ្នែកទី4ហ្នឹងខាងឆ្វេងផ្នែកចំណងជើងមេរៀនហ្នឹងដាក់កាលបច្ឆេទនិងរយៈពេលវិញបាទហើយខ្ញុំសូមលំអិតនៅក្នុងក្រុមការនៃមូលដ្ឋានគ្រឹះជំនាញតាក់តែងវគ្គបណ្ដុះបណ្ដាលនេះនៅក្នុងចំណុចទី2គោលបំណងគឺជាអត្ថន័យសង្ខេបខ្លឹមសារមួយដែលបរិយាយតែមួយកថាខណ្ឌទេចំណែកឯគោលដៅគឺជាខ្លឹមសារលម្អិតបាទ1 2 3 4តាមដែលអាចធ្វើបានគឺដែលឆ្លើយតបទៅនឹងគោលបំណងខាងលើបាទចំណុចទី4ចំណងជើងនៃមេរៀនចំណងជើងនៃមេរៀននេះគឺអ្នកបណ្ដុះបណ្ដាល instructor designer ហ្នឹងគឺគាត់ត្រូវយល់ថាមាន3កម្រិតដែរដែលត្រូវពិចារណាមុននឹងគាត់ធ្វើចំណងជើងមេរៀនទី1គឺ supply driven ទី2គឺ demand driven និងទី3គឺ T&A អញ្ចឹង supply driven គឺសំដៅទៅលើកម្រិតបណ្ដុះបណ្ដាលរបស់រដ្ឋថ្នាក់ជាតិដែលគាត់តម្រូវឲ្យវគ្គបណ្ដុះបណ្ដាលនោះធ្វើមេរៀនទៅតាមស្តង់ដារ
របស់គោលនយោបាយជាតិឬក៏កម្មវិធីរបស់ក្រសួងដែលកំណត់ឲ្យទី2 demand driven ហ្នឹងគឺទៅតាមតម្រូវការរបស់អង្គភាពផ្ទាល់បាទរបស់មន្ទីរឬក៏របស់មជ្ឈមណ្ឌលទី3គឺ TNA ហ្នឹងគឺការវិភាគពីតម្រូវការនៃការបណ្ដុះបណ្ដាលតើសិក្ខាកាមចង់បានអីហើយយើងត្រូវធ្វើវគ្គដាក់ចំណងជើងមេរៀនអ្មេចឲ្យត្រូវតាមតម្រូវការរបស់ពួកគាត់ហើយខ្ញុំសូមបញ្យល់អំពីគោលដៅជាក់លាក់នៃមេរៀននៅក្នុងក្រមការមូលដ្ឋានគ្រឹះនៃក្រមការវគ្គបណ្ដុះបណ្ដាលនេះចំណុចគោលដៅជាក់លាក់នៃមេរៀននេះអ្វីដែលគេត្រូវគិតគឺគេទៅស្អីអំពីពេលវេលាហើយមួយទៀតតើសកម្មភាពគាត់ទៅធ្វើឲ្យខ្លះហើយនឹងគេហៅថាគុណភាពដែលគាត់ទទួលបានដូចដាច់គឺជាការកំណត់ទុកមុនឧទាហរណ៍ដែលគេទៅស្អីថានៅបញ្ចុងបញ្ចប់នៃមេរៀននេះបាទសិក្ខាកាមអាចសរសេរបានឬក៏អាចកំណត់បានអាចសម្រេចបានប្រកបាទតាមខ្លឹមសារគោលបំណងខាងលើយ៉ាងមានប្រសិទ្ធភាពបាទហើយចំណុចទី6ខ្លឹមសារសំខាន់នៃមេរៀននេះក៏គេចែកជា2ដែរទី1គឺគំនិតលម្អិតគ្រប់គ្រងគំនិតសំខាន់បាទអញ្ចឹងគេហៅថា detail ហើយ detail ហ្នឹងគឺគេបែងចែករៀបរាប់ក្នុងខ្លឹមសារសំខាន់មួយហ្នឹងគឺគេមាន1 2 3 4 5ហ្នឹងហើយរៀបរាប់អំពីសេចក្តីលម្អិតគ្រប់គ្រងគំនិតសំខាន់ហើយទី2គឺត្រូវតែឆ្លុះបញ្ចាំងឲ្យឃើញពីចំណេះដឹងនៅក្នុងហ្នឹងជំនាញហើយនិងអរិយាប័ត្ររបស់ពួកគាត់ទី7ការជ្រើសរើសវិធីសាស្ត្រអញ្ចឹងការជ្រើសរើសវិធីសាស្ត្រហ្នឹងគឺគេបានយកអ្វីមកគិតក្នុងការជ្រើសរើសវិធីសាស្ត្រមួយគឺទី1គួរបំណងនៅក្នុងវគ្គហ្នឹងបាទតើវគ្គហ្នឹងវាស៊ីគ្នាជាមួយនឹងវិធីសាស្ត្រដែលបរៀននឹងអត់ហើយតែខ្លឹមសារមេរៀនវាស៊ីគ្នាដែរអត់ហើយត្រូវធ្វើសកម្មភាពហ្នឹងត្រូវដែរអត់ការចូលរួមហ្នឹងវាផ្ទុយឬក៏វាស្របទៅនឹងខ្លឹមសារមេរៀនទី5គឺទីកន្លែងនិងសម្ភារៈដែលយកមកប្រើហ្នឹងគឺត្រូវអត់និងទី6គឺសំខាន់ទៅលើពេលវេលាគ្រប់គ្រាន់សម្រាប់ជ្រើសរើសវិធីសាស្ត្រដែលអត់បើវិធីបើវែងអាចយកវិធីសាស្ត្រតម្រូវទៅតាមរយៈពេលវែងខ្លីអាចតាមវិធីសាស្ត្រដែលខ្លីទី8សម្ភារៈនិងឯកសារពាក់ព័ន្ធអញ្ចឹងសម្ភារៈនៃឯកសារពាក់ព័ន្ធទី1យើងត្រូវមានលិសគេធ្វើលិសមួយដើម្បីយើងសង្ខេបអត្ថន័យខ្លឹមសារនៃមេរៀនហ្នឹងតើឯកសារហ្នឹងគួរយកជាផ្លូវការដែលអត់តបមកគឺរៀបតាមលំដាប់ឯកសារនេះដែលប្រើមុនឯកសារដែលប្រើក្រោយរៀបទី4គឺ check គឺការពិនិត្យឡើងវិញឃើញថាមិនទាន់ត្រឹមត្រូវទេទី5គឺ refine គឺបានន័យថាធ្វើម៉េចឲ្យឯកសារហ្នឹងល្អប្រសើរឡើងចំណុចទី9រយៈពេលហ្នឹងគឺទី1គេមានលបែងមួយចំនួនដែលគេយកមកប្រើដើម្បីឲ្យវាសមស្របទៅនឹងរយៈពេលហ្នឹងមានលបែងចាប់ជាដៃគូគេហៅថា partner ទី2 role play ទី3គឺ introduce លបែងការណែនាំហើយទី4គឺ power game អាហ្នឹងអាច15នាទីឬក៏20នាទីទៅតាមរយៈពេលបាទហើយខ្ញុំសូមបន្តមួយទៀតអានេះគឺខ្ញុំមិនបកស្រាយវែងឆ្ងាយទេអានេះគឺជាឧទាហរណ៍គំរូនៅក្នុងការតែងវគ្គបើខ្ញុំសូមអានចំណងជើងលើឧទាហរណ៍ខ្ញុំមានវគ្គមួយស្ដីពីជំនាញតាក់តែងវគ្គបណ្ដុះបណ្ដាលអញ្ចឹងខ្ញុំត្រូវធ្វើតម្រង់តាមតម្រង់ហ្នឹងដោយម្ដេចទី1ខ្ញុំត្រូវកំណត់គោលបំណងគឺបង្កើនចំណេះដឹងជំនាញអរិយាប័ត្រនិងទំនុកចិត្តក្នុងការរៀបចំនិងរចនាវគ្គបណ្ដុះបណ្ដាលឲ្យបានត្រឹមត្រូវឲ្យមានប្រសិទ្ធភាពអញ្ចឹងគោលដៅក្នុងវគ្គនេះគឺនៅចុងបញ្ចប់នៃមេរៀនជំនាញតាក់តែងវគ្គបណ្ដុះបណ្ដាលនេះគឺសិក្ខាកាមអាចសម្រេចនិងវាតម្លៃតាមគោលបំណងទាំង3គឺចំណេះដឹងជំនាញអរិយាប័ត្រនឹងបានត្រឹមត្រូវបាទហើយនៅក្នុងកន្លងហ្នឹងគឺមិនភ្លេចទេគឺចំណងជើងគោលដៅជាក់លាក់ខ្លឹមសារសំខាន់វិធីសាស្ត្រសម្ភារៈនិងរយៈពេលអញ្ចឹងនៅក្នុងវគ្គនេះដោយនៅក្នុងមាតិកាគឺខ្ញុំលើកយកមេរៀនមួយចំនួនទី1គឺមូលដ្ឋានគ្រឹះនៃក្រុមការរៀបចំវគ្គបណ្ដុះបណ្ដាលហ្នឹងហើយទី2ទី3ទី4ជាហោហែប៉ុន្តែខ្ញុំសូមបញ្យល់គោលដៅជាក់លាក់នៃមូលដ្ឋានគ្រឹះនៃការរៀបចំវគ្គបណ្ដុះបណ្ដាលគឺការយល់ដឹងអំពី training framework និងការកំណត់គោលដៅវគ្គអញ្ចឹងដើម្បី training framework នេះគឺជាការគិតទុកមុនពេលដំណើរការវគ្គក្នុងពេលដំណើរការវគ្គនិងបញ្ចប់
នៃដំណើរការវគ្គហ្នឹងគេត្រូវតែមានឯកសារខ្លះអញ្ចឹងខ្លឹមសារសំខាន់មានដូចជាបាទ training framework before during after the training បាទអញ្ចឹងវិធីសាស្ត្រគឺគេជ្រើសរើសយកវិធីសាស្ត្រពិភាក្សាក្រុមបាទការពិភាក្សាហ្នឹងគឺដើម្បីឲ្យសខាកម្មគាត់អាចនឹងកំណត់បានថាមុនពេលគាត់ធ្វើបណ្ដុះបណ្ដាលវគ្គមួយគឺត្រូវមានស្អីខ្លះនៅក្នុងនោះហើយសម្ភារៈដែលយើងប្រើនោះវាមានប្រភេទ A1 ហើយនឹង marker សម្រាប់ផ្សេង note ចំណុចក្នុងពេលពិភាក្សាហ្នឹងហើយមេរៀននេះគឺប្រើរយៈពេល45នាទីបាទខ្ញុំបង្ហាញនៅមេរៀនទី1ហើយខ្ញុំមេរៀនទី2ទី3ហ្នឹងគឺថាខ្ញុំមិនបង្ហាញទេដោយសារហ្នឹងគឺអាចមើលហើយស្វែងយល់លើខ្លួនឯងគឺមេរៀនចុងក្រោយគឺការគ្រប់គ្រងឋានៈនិងការដោះស្រាយស្ថានភាពលំបាកបាទអញ្ចឹងនៅក្នុងហ្នឹងគឺខ្លឹមសារសំខាន់គឺការគ្រប់គ្រងឋានៈបានប្រសើរហើយនៅក្នុងវិធីសាស្ត្រហ្នឹងគឺវាមាន handling មាន role play មាន scenario card បាទឥឡូវខ្ញុំសូមបន្តបាទនេះជានិយមន័យមួយចំនួនដើម្បីឲ្យជាក់ច្បាស់ថានៅក្នុងក្រុមការវគ្គបណ្ដុះបណ្ដាលហ្នឹងគឺអ្វីទៅជាក្រុមការវគ្គបណ្ដុះបណ្ដាលគឺជាគម្រោងការរួមនៃសកម្មភាពរៀបចំរៀនសូត្រដែលត្រូវបានតាក់តែងសម្រាប់ឲ្យការរៀនសូត្រដំណើរការសម្រេចឲ្យបានគោលបំណងនៃកម្មវិធីសិក្សាដែលឆ្លើយតបទៅនឹងតម្រូវការបង្កើនសមត្ថភាពលើផ្នែកចំណេះដឹងជំនាញនិងអរិយាប័ត្រជាក់លាក់ស្របតាមតម្រូវការការងាររបស់សិក្ខាកាមប្រកបដោយទំនុកចិត្តខ្ពស់បាទហើយវិធីសាស្ត្រតាមបែបចូលរួមគឺជារបៀបបង្រៀនការរៀបចំសកម្មភាពដែលអនុញ្ញាតឲ្យអ្នកចូលរួមនឹងមានការចូលរួមពេញលេញនិងធ្វើសកម្មភាពបង្ហាញគំនិតចែកចម្លែកបទពិសោធន៍និងសហការគ្នាក្នុងអំឡុងដំណើរការរៀនសូត្រចំណែកកិច្ចតែងការបង្រៀនគឺជាផែនការជាក់លាក់នៃមេរៀននីមួយៗវាបង្ហាញពីដំណើរការនិងការសម្រេចថាតើអ្វីដែលត្រូវធ្វើឲ្យធ្វើដូចម្ដេចតើទៅនៅពេលណាហើយត្រូវទុកធ្វើឲ្យបានមុនមិនឲ្យសេសសល់នៅអ្វីនៅពេលដំណើរការនៃការបង្រៀនបាទនិយមន័យបន្តសម្ភារៈឧបទេសគឺជាសម្ភារៈដែលជួយសម្រួលដល់ការបង្រៀននិងធ្វើឲ្យការបង្រៀនប្រព្រឹត្តទៅប្រកបដោយភាពរលូននិងមានប្រសិទ្ធភាពការនៃសិក្សាគឺជាមេរៀនបន្ថែមដើម្បីជួយដល់លោកស្រីអាចសរសេររឿងរ៉ាវនៃការផ្លាស់ប្ដូររបស់បុគ្គលក្រុមគោលដៅឬក៏ស្ថាប័នមួយសេចក្តីសន្តានចំវគ្គគឺជាការរៀបចំផែនការអនុវត្តកិច្ចការបន្ទាប់ពីវគ្គរួមមានការសង្ខេបមេរៀនការវិតម្លៃចំណេះដឹងក្រោយវគ្គនិងការវិតម្លៃបញ្ចប់វគ្គបណ្ដុះបណ្ដាលបាទហើយចូលដល់ចំណុច 3.3 គឺវិធីសាស្ត្រតាមបែបចូលរួមអញ្ចឹងខ្ញុំមិនបង្ហាញច្រើនទេជើងទាំងអស់វិធីសាស្ត្រចូលរួមមានចំនួន30ហើយចំណុចទី1និយាយពីការបំផុសគំនិតបាទអញ្ចឹងវិធីសាស្ត្រតាមបែបចូលរួមនេះគឺជាវិធីសាស្ត្រមួយដែលមាននៅក្នុងនិយមន័យស្រាប់ហើយគឺថាធ្វើយ៉ាងណាដើម្បីសម្របសម្រួលក្នុងការរៀនសូត្រឲ្យមានភាពល្អប្រសើរឡើងមានភាពសកម្មហើយដើម្បីទទួលបាននៅចំណេះជំនាញមួយដែលមានប្រសិទ្ធភាពនិងគុណភាពខ្ពស់បាទអញ្ចឹងចំណុចទី1ហ្នឹងគឺការបំផុសគំនិត storming ទី2ការវិភាគការក្រុមការពិភាក្សាពេញអង្គplenary discussion និងការងារជាដៃគូ pair work មានហោហែជាដើមបាទហើយចុងក្រោយគឺថាមានរហូតដល់30វិធីសាស្ត្រហើយអាចមានច្រើនជាងនឹងបន្តទៀតប៉ុន្តែខ្ញុំលើកយកចំណងជើងហើយខ្ញុំក៏បានបកស្រាយពីវិធីនៃការវិធីសាស្ត្រមួយត្រូវលេងរបៀបមិនដែរគឺយើងមានជាចំណងជើងបាទមានជាឈ្មោះសិនដោយសារថានៅក្នុងការរៀបចំក្រុមការវគ្គបណ្ដុះបណ្ដាលនេះគឺវិធីសាស្ត្រចូលរួមវាសំខាន់ហើយវាត្រូវការចំណាយពេលរៀនយ៉ាងហោចណាស់ក៏4សប្តាហ៍ដូច្នេះគឺខ្ញុំមិនបានលម្អិតទេខ្ញុំលើកយកតែឈ្មោះនិងប្រភេទសម្រាប់ដើម្បីធ្វើការរៀនសិក្សាលម្អិតនៅថ្ងៃក្រោយបាទអានេះគឺជាការធ្វើកិច្ចតែងការបង្រៀនបាទរយៈពេលខ្លី3ថ្ងៃ5ថ្ងៃឬក៏10ថ្ងៃនៅមជ្ឈមណ្ឌលវត្តជនបទកម្ពុជាកូរ៉េហើយកិច្ចតែងការបង្រៀននេះវាសំខាន់ក្នុងការបណ្ដុះបណ្ដាលទៅលើសហគមន៍បាទហើយអស់លោកស្រីលោកគ្រូអ្នកគ្រូសិស្សនិស្សិតសាស្ត្រាចារ្យឬក៏អ្នកសិក្សាមជ្ឈដ្ឋានគាត់អាចនឹងមើលហើយគាត់អាចនឹងគិតថាអាចវាមានលក្ខណៈខុសគ្នាពីការបង្រៀនឬក៏កិច្ចតែងការ
នៅក្នុងក្រសួងអប់រំយុវជនកីឡាខ្ញុំសូមបញ្ជាក់ថានៅក្នុងមូលដ្ឋានគ្រឹះនៃការបណ្ដុះបណ្ដាលការធ្វើកិច្ចតែងការបង្រៀននេះគឺវាអត់មានលក្ខណៈដូចគ្នាទេព្រោះប្រទេសមួយទៅប្រទេសមួយគ្មានអ្នកណាអាចធ្វើកិច្ចតែងការល្អបំផុតនោះដែរគឺគេធ្វើគឺតម្រូវទៅតាមទី1ពេលវេលាទី2បរិបទមជ្ឈដ្ឋាននៃការរស់នៅរបស់គេកាលណាគេធ្វើឲ្យឆ្លើយតបទៅនឹងមជ្ឈដ្ឋានការរស់នៅរបស់គេគឺបានន័យថាកិច្ចតែងការនោះគឺទទួលបានជោគជ័យហើយបាទដោយឡែកការកិច្ចតែងការបង្រៀននេះក៏មានលក្ខណៈទៅគ្នាបន្តិចបន្តួចទៅនឹងកិច្ចតែងការនៅក្នុងក្រសួងអប់រំយុវជនកីឡាដែលយើងកំណត់មាន5ជំហាននោះហើយមានជំហានរំលឹកកិច្ចការចាស់រំលឹកកិច្ចការចាស់កិច្ចការផ្ទះហ្នឹងគឺប៉ុន្តែក្នុងនេះយើងអត់មានដោយសារយើងលោកគ្រូ1ម៉ោងគាត់មួយមេរៀនគឺគាត់បង្រៀន1ម៉ោងហើយអត់មានទេគឺអត់មានកិច្ចការចាស់ទេគឺថាផ្លាស់ប្ដូរទៅគ្រូថ្មីអញ្ចឹងយើងវាមានលក្ខណៈខុសគ្នាអញ្ចឹងប៉ុន្តែចំណុចមួយដែលគួរកត់សម្គាល់គឺគោលដៅការកំណត់គោលដៅអញ្ចឹងការកំណត់គោលដៅនោះយើងអាចមានត្រេអញ្ចឹងមានចំណុច3គោលដៅអញ្ចឹងទៅហើយចុះក្នុងនោះមិនដាក់គោលបំណងថាគោលបំណងឧទាហរណ៍ថាបើយើងធ្វើដំណើរពីនឹងទៅភ្នំពេញគោលបំណងមានតែមួយទេហើយគោលដៅនេះគឺអាចមានច្រើនគឺយើងអាចចេញដំណើរពីកំពង់ស្ពឺទៅថ្នល់តឹងអាចទៅបែកចានទៅពលានបេនឡានឬក៏ស្អីចឹងថាអញ្ចឹងវាមានច្រើនលក្ខណៈអញ្ចឹងនៅក្នុងមូលដ្ឋានគ្រឹះនៃគ្រោងការវគ្គបណ្ដុះបណ្ដាលគោលដៅរបស់យើងទី1អាចបញ្យល់វិធានចាំបាច់ក្នុងគ្រោងការវគ្គបណ្ដុះបណ្ដាលទី2អាចកំណត់បានគោលដៅនិងទំហំវគ្គត្រឹមត្រូវទី3បង្ហាញអំពីកំណត់គោលដៅខ្លឹមសារវិធីសាស្ត្រនិងការវិនិច្ឆ័យជាដើមហើយនៅក្នុងខ្លឹមសារសំខាន់ធាតុរចនាសម្ព័ន្ធ training framework ការកំណត់គោលដៅ general versus specific objective ហើយនិងការកំណត់សកម្មភាពមុនពេលដំណើរការបណ្ដុះបណ្ដាលក្នុងពេលដំណើរការបណ្ដុះបណ្ដាលនឹងបញ្ចប់និងបន្ទាប់ពីការដំណើរការតើត្រូវធ្វើអ្វីហើយខ្លឹមសារមួយទៀតគឺប្លង់ហើយរយៈពេលក្នុងមេរៀនមួយនេះគឺយើងធ្វើកិច្ចកំណត់យកពី60នាទីឬក៏90នាទីសម្ភារៈមាន flip chart មាន marker មាន LCD projector និង handout ហើយវិធីសាស្ត្រការពិភាក្សាក្រុមបូកជាមួយនឹងការបង្ហាញឯកសារ presentation និងគំរូសិក្សាករណីសិក្សាខ្លីៗហើយសកម្មភាពយើងមិនភ្លេចទេគឺយើងធ្វើក្នុងការបណ្ដុះបណ្ដាលវគ្គខ្លីជូនសហគមន៍នេះមាន3កន្លងគឺទី1រយៈពេលគឺជំហានសកម្មភាពបាទសកម្មភាពហើយនឹងចុងក្រោយគឺគេហៅថាធនធាននិងសម្ភារៈបាទអញ្ចឹងរយៈពេលមានកំណត់មកគឺគេមានកំណត់5នាទីនៅក្នុងសេចក្តីផ្ដើមនិងគោលបំណងមេរៀនអញ្ចឹងខាងលើយើងអត់សរសេរគោលបំណងមេរៀនទេសរសេរតែគោលដៅអាចចំណែកនៅក្នុងកន្លងជំហានសកម្មភាពនេះបានគេកំណត់សេចក្តីផ្ដើមនិងគោលបំណងមេរៀនអញ្ចឹងអានេះគ្រាន់តែជាឧទាហរណ៍នៅក្នុងការធ្វើកិច្ចតែងការបង្រៀនបាទវគ្គខ្លីបាទវគ្គមធ្យមនិងវគ្គវែងរបស់ជាមណ្ឌលអភិវឌ្ឍជនបទកម្ពុជាកូរ៉េហើយខ្ញុំអត់បានរំអិតនៅក្នុងនឹងទេគ្រាន់តែជាឧទាហរណ៍ហើយបន្ទាប់មកទៀតគឺចំណុច 3.5 គឺសម្ភារៈឧបទេសព្រោះសម្ភារៈឧបទេសហ្នឹងគឺវាជួយធ្វើឲ្យមានការចាប់អារម្មណ៍នៅក្នុងការសិក្សារៀនសូត្រហើយក៏ដូចជាជួយឲ្យអស់លោកលោកស្រីដែលសិក្សានឹងមានការចងចាំបានងាយស្រួលហើយនឹងចងចាំបានយូរអង្វែងបាទអញ្ចឹងការសម្ភារៈឧបទេសហ្នឹងយើងត្រូវមានអីខ្លះទី1គឺกระดาษខៀនទី2ផ្ទាំងกระดาษធំទី3ឧបករណ៍បញ្ចាំង slide ទី4กระดาษពណ៌ទី5សម្ភារៈគំរូទី6ផ្ទាំងរូបភាពទី8ឯកសារទី9គឺវត្ថុពិតបាទហើយចំណុច 3.6 នេះគឺនិយាយអំពីករណីសិក្សាអញ្ចឹងនៅក្នុងករណីសិក្សានេះហេតុអីបាននៅក្នុងវគ្គបណ្ដុះបណ្ដាលមួយត្រូវមានករណីសិក្សាពីព្រោះថាវាសំខាន់ទៅលើការផ្លាស់ប្ដូរបុគ្គលម្នាក់វាសំខាន់ទៅលើការបដូរអង្គភាពមួយឬក៏ស្ថាប័នមួយដើម្បីធ្វើយ៉ាងណាឲ្យសកម្មភាពដែលធ្វើហ្នឹងគឺវាកាន់តែសុក្រិតកាន់តែត្រឹមត្រូវបាទអញ្ចឹងនៅក្នុងករណីសិក្សាហ្នឹងដើម្បីឲ្យទទួលបានករណីសិក្សាមួយដែលល្អប្រសើរផ្លាស់ប្ដូរបានល្អប្រសើរហ្នឹងគឺចំណុចទី1ភាពពាក់ព័ន្ធបាទពាក់ព័ន្ធទី2គឺផ្ដោតទៅលើបញ្ហាចម្បងបញ្ហាសំខាន់ជាងគេបំផុតទី3គឺផ្អែកទៅលើភស្តុតាងជាក់ស្ដែងទី4គឺភាពអភិបាលនិងមិនលំអៀងទី5
គឺភាពច្បាស់លាស់និងរចនាសម្ព័ន្ធល្អបាទទី6គឺផ្ដល់បរិបទនៃករណីទី8ផ្អែកទៅលើការដោះស្រាយបញ្ហាទាំងស្រុងហើយទី8ចុងក្រោយនោះគឺការការពារឯកជនភាពខ្ញុំមិនបានផ្ដល់នៅក្នុងជាឧទាហរណ៍ក្នុងការសរសេរករណីសិក្សាទេប៉ុន្តែខ្ញុំផ្ដល់ជាគន្លឹះដែលពាក់ព័ន្ធនៅក្នុងការសរសេរករណីសិក្សាបាទហើយចំណុច3.7ចុងក្រោយនៃការធ្វើបទបង្ហាញរបស់ខ្ញុំនោះគឺការសន្និដ្ឋានទៅលើមេរៀនជំនាញតាក់តែងវគ្គបណ្ដុះបណ្ដាលនេះបាទអញ្ចឹងទី1គឺយើងឃើញសន្និដ្ឋានឃើញថាការតាក់តែងវគ្គបណ្ដុះបណ្ដាលគឺជាដំណាក់កាលស្នូលបាទគឺជាដំណាក់កាលស្នូលដោយសារអីដោយសារថាមុននឹងដំណើរការបណ្ដុះបណ្ដាលទៅមានការតាក់តែងឲ្យបានល្អឲ្យបានច្បាស់លាស់មានការ checklist ធ្វើពិនិត្យ refine កែលម្អចូលជាផ្លូវការប្រជុំទទួលស្គាល់គ្រីសអីហើយពីគ្រប់ជាន់ថ្នាក់ហើយចំណុចទី2គឺកំណត់គោលដៅគឺ training objective ការកំណត់ឲ្យច្បាស់ហើយរួមបញ្ចូលទាំង smart បាទហើយចំណុចទី3គឺខ្លឹមសារត្រូវរៀបចំឲ្យសមស្របនឹងគោលដៅចំណុចទី4គឺវិធីសាស្ត្រតាមបែបចូលរួមក៏ជាធាតុសំខាន់មួយដែលមិនអាចអត់បានចំណុចទី5គឺសម្ភារៈនិងឧបករណ៍វាតម្លៃត្រូវរចនាដើម្បីគ្រប់គ្រងដល់គោលដៅទី6គឺដំណាក់កាលបាទគិតពីដំណាក់កាលមុនវគ្គក្នុងពេលវគ្គក្រោយវគ្គហើយចំណុចទី7គឺការចូលរួមនិងការបញ្ចេញមតិក៏ជាឧបករណ៍វាតម្លៃមួយដែរការបញ្ចេញមតិពីសកម្មកម្មដែលចូលរួមទី8ចុងក្រោយសកម្មកម្មបាទមានសមត្ថភាពក្នុងការរៀបចំតាក់តែងវគ្គបណ្ដុះបណ្ដាលបានល្អបាទហើយជាចុងក្រោយខ្ញុំក៏សូមថ្លែងអំណរគុណបាទអស់លោកស្រីហើយខ្ញុំសង្ឃឹមថាការធ្វើបទបង្ហាញនេះធ្វើឲ្យថាមានការរៀបចំយ៉ាងណាក៏ដោយក៏មិនទាន់មានគេហៅថាអស់ខ្លឹមសារគ្រប់ជ្រុងជ្រោយសម្រាប់លោកស្រីហើយបើមានកំហុសឆ្គងយ៉ាងណាខ្ញុំបាទក៏សូមខន្តីពីទោសហើយសង្ឃឹមថាលោកស្រីអាចនឹងយល់បានស៊ីជម្រៅតាមរយៈការសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីឲ្យការតាក់តែងវគ្គបណ្ដុះបណ្ដាលនេះទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពនិងគុណភាពខ្ពស់បាទខ្ញុំបាទសូមអរគុណនិងសូមគោរពលា